បើសិនជាគាត់យល់ឃើញបែបហ្នឹងដូចទៅសម្រាប់ផលិតផលនៅក្នុងស្រុកដែលមានប្រភេទដូចគ្នាអញ្ចឹងមិនមែនជាសេដ្ឋកិច្ចចម្បងរបស់ជាតិទេមានន័យថាផលិតផលនាំចូលហ្នឹងក្រុមធុរជនមួយចំនួនណាគាត់បានយកលុយមកកញ្ចប់ហ្នឹងដើម្បីទៅទិញផលិតផលហ្នឹងយកមកធ្វើទីផ្សារនៅក្នុងស្រុកយកមកចែកចាយគាត់ចំណាយលុយហ្នឹងយកទៅឲ្យគេនៅខាងក្រៅស្រុកមិនមែនចាយនៅក្នុងប្រទេសទេគាត់ចាយ$1 លាននៅខាងក្រៅស្រុកដើម្បីទិញផលិតផលហ្នឹងយកមកធ្វើទីផ្សារឲ្យបានលើសពី$1 លានយកមកធ្វើទីផ្សារហ្នឹងចាំមានន័យថាយកមកលក់គាត់ចាយ$1 លានឲ្យបានលើសពី$1 លានហ្នឹងបានគាត់ចំណេញបានអញ្ចឹងទី1យើងខាត$1 លានចេញទៅខាងក្រៅបាត់ហើយទី2នោះគឺយើងខាតប្រជាជនយើងនៅក្នុងស្រុកហ្នឹងអាចខាតលុយបន្ថែមលើសពី$1 លានហ្នឹងទៀតដើម្បីអីទៅគ្រប់គ្រងក្រុមធុរជនដែលគាត់នាំផលិតផលចូលយកមកចែកចាយហ្នឹងគាត់មិនលក់អញ្ចឹងប្រជាជនយើងគាត់មិនទិញចាអញ្ចឹងបានន័យថាលុយនេះវាកាន់តែខូចនៅក្នុងស្រុកដោយសារអីយើងយកលុយចេញដើម្បីយកផលិតផលយកមកប្រើប្រាស់នៅក្នុងស្រុកទៅនាំចូលផលិតផលប្រេងកាឡាប្រេងខ្យល់នឹងដូចគ្នាដែរពីបរទេសមកគាត់យល់ថានាំពីបរទេសមកថោកជាងប៉ុន្តែគាត់ភ្លេចគិតថាគាត់យល់ថាគាត់គិតល្អិតល្អន់គាត់គិតរហូតដល់មួយដបហ្នឹងតម្លៃប៉ុន្មានគាត់យល់ថាបើសិនជានាំមកពីបរទេសមួយដបខុសត្រូវគ្នា100រៀលគាត់អាចលក់ថោកជាង100រៀលប្រហែលជាអាចលក់ធូរជាងប៉ុន្តែបើសិនជាគាត់យល់ឃើញបែបហ្នឹងដូចទៅសម្រាប់ផលិតផលនៅក្នុងស្រុកដែលមានប្រភេទដូចគ្នាអញ្ចឹងនាំប្រេងកាឡាមកលក់នៅក្នុងស្រុកខ្មែរទាំងនៅក្នុងស្រុកខ្មែរយើងនៅក្នុងស្រុកយើងមានសិប្បកម្មឬក៏រោងចក្រឬក៏សិប្បករដែលគាត់លក្ខណៈគ្រួសារអីផ្សេងៗគាត់អាចផលិតបានណាអញ្ចឹងធ្វើឲ្យផលិតផលនៅក្នុងស្រុកហ្នឹងគឺមិនអាចងើបព្រួយបានទេមិនអាចប្រកួតប្រជែងមកការនាំចូលមកបានដោយសារអីការនាំចូលមកវាច្រើនចាយលុយ$1 លាននៅខាងក្រៅអាចនាំមកបានច្រើនណាហើយលក់ចង់ថោកជាងផលិតផលខ្មែរពាក់កណ្ដាលក៏អាចទៅរួចដែរដោយសារអីការចំណាយវាធូរជាងការចំណាយនៅក្នុងខាងក្នុងស្រុកហើយគាត់នាំផលិតផលនឹងចូលមកគាត់ត្រូវធ្វើទីផ្សារឲ្យគេដោយស្ម័គ្រចិត្តបើគាត់មិនខំប្រឹងចាយទៅលើការធ្វើទីផ្សារការផ្សព្វផ្សាយអីទេផលិតផលលក់អត់ដាច់ដូចគ្នាអញ្ចឹងគាត់ស្ម័គ្រចិត្តនៅក្នុងការដែលធ្វើទីផ្សារឲ្យផលិតផលបរទេសធ្វើឲ្យផលិតផលបរទេសហ្នឹងល្បីធ្វើឲ្យបរទេសហ្នឹងគេស្គាល់ផលិតផលរបស់គេពេលខ្លះរោងចក្រដែលគាត់ទៅកំងឬក៏ទៅបញ្ជាទិញផលិតផលដែលគាត់នាំចូលមកហ្នឹងប្រជាជននៅក្នុងស្រុកហ្នឹងអត់ដែលស្គាល់ផងខ្ញុំធ្លាប់ឮផ្ទាល់តិចខ្ញុំធ្លាប់ជួបប្រទេសដែលគេផលិតឲ្យផលិតផលនាំចូលមកស្រុកខ្មែរប្រជាជននៅក្នុងស្រុកដែលគេផលិតឲ្យផលិតផលដែលគេផលិតផលហ្នឹងលក់ឲ្យមកខ្មែរគេអត់ដែលស្គាល់ផលិតផលហ្នឹងទេគេស្គាល់ចេញពីស្រុកខ្មែរយើងទៅវិញដោយសារអីនៅក្នុងស្រុកយើងសម្បូរក្រុមអ្នកវិនិយោគនាំផលិតផលមកចូលមកច្រើនគាត់អត់សូវវល់វក់រឿងការបង្កើតរោងចក្រសិប្បកម្មផលិតនៅក្នុងស្រុកទេដោយសារវាមានភាពស្មុគស្មាញច្រើនហើយគាត់យល់ថាចំណាយខ្ពស់ត្រឹមត្រូវវាចំណាយខ្ពស់ប៉ុន្តែបើសិនជាប្រជាជនខ្មែរយើងភាគច្រើននៅមានទស្សនៈបែបហ្នឹងហើយមិនចង់គ្រប់គ្រងផលិតផលនៅក្នុងស្រុកយើងនៅតែចាញ់គេរហូតយើងតែខ្សោយរហូតយើងមិនអាចងើបរួចទេវិស័យឧស្សាហកម្មរបស់យើងដោយសារអីយើងពឹងផ្អែកទៅលើការនាំចូលយើងអត់ពឹងផ្អែកទៅលើការផលិតខ្លួនយើងអញ្ចឹងធ្វើឲ្យសមត្ថភាពយើងមិនអាចកើនឡើងបានទេប្រៀបមេឌៀចែករំលែកព័ត៌មាននិងចំណេះដឹង